OK អញ្ចឹងសម្រាប់ promotion មួយនេះគឺខ្ញុំនិយាយពី Case Store Partner Merchant សម្រាប់ការធ្វើ promotion បែបpartner ទៅលើអាជីវកម្មដែលមាន list ចូល Case Store អញ្ចឹងកន្លែងនេះដែរpromotion ហ្នឹងគឺយើងប្រើសម្រាប់តែផ្ដល់ membership ដូចគ្នាដូចទៅលើចំណុចទី5ទៅលើ Case Store Network ដែរដែលសម្រាប់ការធ្វើជាមួយនឹង membership នេះគឺយើងផ្ដល់ឲ្យជាមួយនឹង partner របស់យើងដែលយើងរុញ traffic ហ្នឹងទៅឲ្យ partner របស់យើងជាអ្នកធ្វើការលក់ទំនិញប៉ុន្តែការលក់ទំនិញនេះគឺចូល condition ដោយសារតែយើង set promotion ឲ្យគាត់អញ្ចឹងនៅពេលដែលមានការទិញដែលដល់ promotion ដែលយើងបានកំណត់ឬក៏ជា amount ដែលយើងបានកំណត់គឺវានឹងផ្ដល់ជា coupon ទៅឲ្យខាង membership ហ្នឹងដោយស្វ័យប្រវត្តិហើយ membership មួយហ្នឹងគឺអាចយក coupon យកមកចាយនៅហាងរបស់យើងបានអញ្ចឹងចំពោះការកំណត់វិញស្រៀងគ្នាជាមួយនឹង network ដែរមានន័យថាហាងរបស់យើងធ្វើការកំណត់ promotion ឲ្យទៅ partner ណាមួយដែលជា selection ឧទាហរណ៍ថា BC ចុះហើយនៅពេលដែលមានការទិញទៅដល់កំណត់ហ្នឹងគឺ membership ហ្នឹងនឹងទទួលបាន coupon ដើម្បីយកមកចាយវិញចំពោះករណីគឺតតែ store ហ្នឹងគឺប្រើជាមួយនឹង K store list ចូល K store ដូចគ្នាទៅបានមានជាមួយនឹង condition ហ្នឹងកើតឡើងប្រើបានជាមួយគ្នាហ្នឹងការលក់គឺតម្រូវឲ្យតែមាន membership ទើបអាចលក់បាន general គឺអត់ដំណើរការទេហើយ promotion reward គឺដូចគ្នាដែរវាមាន coupon ភាគរយនិង coupon item អញ្ចឹងខ្ញុំសូមធ្វើការបង្ហាញនៅក្នុង system អូខេអញ្ចឹងសម្រាប់ការបង្កើតជាមួយនឹង promotion អាចធ្វើការចុចទៅលើប៊ូតុង add new មកយើងនឹងឃើញ list ជាមួយនឹង promotion កន្លែងនេះយើង select យកលេខ6តាក់ទងជាមួយនឹង partner merchant coupon អញ្ចឹងឥឡូវខ្ញុំបង្កើតជាមួយនឹង membership sorry ខ្ញុំបង្កើតជាមួយនឹង name promotion ហ្នឹងដាក់ថា K store partner ដូចគ្នាមកហើយខ្ញុំដាក់002ដើម្បីតំណាងទៅកន្លែងនេះហើយ promotion គឺយើងមាន during day ដូចគ្នាដែរទៅលើភាគរៀនណាមួយ from to ដូចគ្នាពីខែណាដល់ខែណាហើយ partner របស់យើងអាច select បាន partner កន្លែងនេះគឺអាច select បានលុះត្រាតែមួយខាងទៀតគាត់ accept ជាមួយនឹង partner ជាមួយនឹងយើងដូចគ្នាដែរមានន័យថាដូចជា network មិនដែរតោះតែគេ accept ទៅលើថាឲ្យយើងធ្វើ promotion ដាក់ឲ្យហាងគេបានមានរំលេចឈ្មោះនៅកន្លែងនេះបានប៉ុន្តែបើសិនជាហាងមួយទៀតអត់បានទៅលើការកំណត់ថាមានឈ្មោះហាងយើងឲ្យ promotion ទេមានន័យថាយើង select link នេះមកក៏អត់មានតន័យ partner ឲ្យយើង select ដែរអញ្ចឹងឧទាហរណ៍ថានេះខ្ញុំបានធ្វើការកំណត់ទៅលើ2ហាងដែលអាចធ្វើ promotion បានហើយ condition type គឺ by the following amount ដូចគ្នាអត់អាច select អីផ្សេង for 2 amount ទេអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំមានការលក់ឬក៏ការទិញចាប់ពី$20ពី membership របស់យើងឲ្យ reward ហើយ reward នេះយើងអាចកំណត់ជាភាគរយឬក៏ item អញ្ចឹងលក្ខខណ្ឌនេះខ្ញុំឲ្យជាsorry ខ្ញុំឲ្យជា coupon មួយដោយសារតែភាគច្រើនយើងចង់ឲ្យគាត់ចាយពីកន្លែងយើងទៅអញ្ចឹង coupon នេះសម្រាប់ general នេះខ្ញុំអត់ specific ទេដោយសារតែ reward condition នេះយើងមានជាការបង្ហាញវីដេអូផ្សេងហើយអីអញ្ចឹងតកតងជាមួយនឹង amount គឺយើងអាចកំណត់បានថាតើ coupon ដែលយើងផ្ដល់ឲ្យនេះជាប្រមាណតម្លៃប្រមាណឧទាហរណ៍ថាឲ្យ$2ហើយជាមួយនឹងការ expire period បើសិនបើយើងឲ្យគាត់មកថ្ងៃស្អែកមានន័យថាទិញនៅហាងនោះទទួលបាន promotion ហើយប៉ុន្តែអត់អាចចាយបាននៅក្នុងថ្ងៃហ្នឹងមកហាងយើងទេគឺតើថ្ងៃស្អែកបានចាយបានអញ្ចឹងមានថាអាចដាក់លេខ1អាហ្នឹងcoupon ទូទៅធម្មតាទេបើសិនបើមានលក្ខខណ្ឌ coupon អ្នកដែលធ្លាប់ប្រើប្រាស់លក្ខខណ្ឌ coupon គឺអាចដឹងហើយទៅលើលក្ខខណ្ឌលេខ0ឬក៏លេខ1ហ្នឹងលេខ1មានន័យថាមួយថ្ងៃក្រោយបានគាត់អាចមកប្រើបានលេខ0មានថាបន្ទាប់ពីធ្វើការទទួលបានរង្វាន់ហើយគឺគាត់អាចមកចាយបានភ្លាមនៅហាងមកអញ្ចឹងអាចដាក់កំណត់លេខ0ឬក៏លេខ1 period expired date អាចដាក់30ថ្ងៃឬក៏កំណត់ចំនួនថ្ងៃតាមជាក់ស្ដែងជាមួយនឹង minimum spend អាចកំណត់បានបើសិនបើអត់កំណត់ទេដាក់លេខ0មកកំណត់ដាក់លេខចំនួនតម្លៃដែលយើងអាចឲ្យ$2នេះចាយបានត្រឹមប្រមាណ$ឡើងទៅអញ្ចឹងឧទាហរណ៍ថាតតែ$5ប៉ុន្តែអាចចាយ$2បាន for example ចឹងបើសិនជាយើងកំណត់លក្ខខណ្ឌបែបហ្នឹងហើយមានន័យថាបើសិនបើ membership ទៅទិញនៅហាង baby shop ឬក៏ e-commerce 12នេះគឺគាត់ទិញ$20នឹងទទួលបាន$2 coupon ដែលនឹង expire 30ថ្ងៃក្រោយជាមួយនឹងទិញ$5ពីហាងយើងទៅបានចាយ$2 coupon នោះបានអញ្ចឹងលក្ខខណ្ឌនេះដូចជាមួយនឹង network ទេគ្រាន់តែថាខុសគ្នាបន្តិចទៅលើយើងរើស select shop ដែលយើងចង់បានតែម្ដងយើងអត់មានជា type នៃ network ទេមុនហ្នឹងគឺជា type មានថាបើសិនយើង select type ណាមួយគឺវា available សម្រាប់ហាងនៅក្នុងហ្នឹងបើសិនជាគេអត់ restrict ទេគឺដំណើរការប៉ុន្តែបើគេ restrict គឺអត់ដំណើរការដូចគ្នាអានេះក៏ដូចគ្នាដែរបើសិនជាគេ restrict គឺយើងអត់អាច select ឈ្មោះហាងគេចូលមកបានទេប៉ុន្តែបើគេអត់ restrict ទេគឺយើង select ហាងគេចូលបានមានថាទាំងពីរ
ទាំងពីរអ្នកហ្នឹងគឺ connect គ្នាទៅវិញទៅមកជា partner គ្នាទៅវិញទៅមកទើបអាចមើលឃើញគ្នាក្នុង select link នេះអញ្ចឹងខ្ញុំសូមធ្វើការ save ម្ដងទៀតចឹងបន្ទាប់ពី save ហើយគឺមានថាដំណើរការ promotion គឺចាប់ផ្ដើម available សម្រាប់ហាងដែលជាដៃគូដែលគាត់អាចលក់ដល់ condition ហ្នឹងនឹងទទួលបាន coupon មកចាយនៅហាងយើងវិញ